នទាំងអស់គ្នានៅក្នុង YouTube ហ្នឹងហើយអរគុណច្រើនបងប្អូនចូលមើលវីដេអូខ្ញុំណាការធ្វើលំហាត់ប្រាណហ្នឹងវាមានប្រយោជន៍ច្រើនហ្នឹងហើយមុនដំបូងគេហាត់សាច់ដុំស្មាហើយនិងសាច់ដុំដៃធ្វើអញ្ចឹងដើម្បីឲ្យសរសៃបេះដូងវារត់ស្រួលបងប្អូនដល់យើងធ្វើអញ្ចេះហ្នឹងដើម្បីឲ្យសម្រួលក្បាលពោះហ្នឹងហើយសម្រួលក្បាលពោះហ្នឹងឲ្យវាទន់ចាដល់អញ្ចឹងទៅគឺធ្វើក្បាច់វាដដែលហ្នឹងប៉ិនវាទៅមកសារចុះសារឡើងអញ្ចឹងណាតែប្រហែលក្បាច់ហ្នឹងទេប៉ុន្តែគឺសារចុះសារឡើងអញ្ចឹងទៅហ្នឹងអីសិតតែចុចឲ្យក្បាលពោះយើងទន់ហើយហ្នឹងถ้าធ្វើជាប្រចាំថ្ងៃទោះបីក្បាលពោះយើងនៅធំពិតមែនតែវាទន់វាអត់រឹងទេចលនាសាច់ដុំកពួនជើងអីចឹងទៅចឹងហើយគេចិត្តទៅធ្វើតាមមួយក្បួនរបស់គេអញ្ចឹងណាបងប្អូនបើយើងរនឹកធ្វើយើងនឹកអត់ចេញទេអញ្ចឹងគ្រូយើងនឹងនៅក្នុង YouTube នឹងហើយបងប្អូនអើយខ្ញុំក៏ធ្វើតាមគេដែរតែគ្រាន់តែយើងមិនយកសំឡេងគេទេកាលណាយើងយកសំឡេងភ្លេងរបស់គេវាជាប់ចឹងបានត្រឹមតែយើងវិពរនាចឹងទៅបងប្អូនសុខភាពវាសំខាន់បើកាលណាយើងអត់គិតពីដល់ចំណុចសំខាន់ទេយើងក៏ពិបាកដែរយើងប្រហែលបានត្រឹមតែខ្លួនយើងវាអត់បានសុខភាពហ្នឹងណាបងប្អូនពេលយើងស៊ូឆ្លៀតចឹងទៅឃើញថាវាបានផលច្រើនដែរក្បាច់គេសិតតែមានចំណុចសំខាន់ទាំងអស់គេធ្វើមួយចំណុចទៅមួយចំណុចហ្នឹងគឺគេសិតតែមានចំណុចសំខាន់បងប្អូនយើងមិនចេះតែធ្វើតាមការនឹកឃើញរបស់យើងទេគេមានក្បួនរបស់គេអញ្ចឹងយើងរៀនតាមគេទៅក៏វាមិនសូវខុសដែរវាបានផលដែរបានប្រយោជន៍ដែរនោះដូចបងស្រីនៅបន្ទាប់ខ្ញុំបន្ទាប់ពីអាខាងមុខខាងឆ្វេងដៃខ្ញុំហ្នឹងគាត់អាយុ70ជាងហើយណាតែមើលកម្លាំងគាត់អត់ចាញ់ក្មេងទេណាគាត់ព្យាយាមហាត់ហ្នឹងគឺអញ្ចឹងអាយុគាត់70ជាងហើយតែរឹងប៉ឹងណាស់ហើយដែរចេះឈឺអីទេដើរណាស់វៀតណាមអីណានៃទៅស្រុកចិនស្រុកអីណាក៏ដើររហូតហ្នឹងគាត់កម្លាំងហើយគាត់អត់មានទ្រុឌទ្រោមកម្លាំងកាយគាត់ទេគឺគាត់នៅរឹងប៉ឹងណាស់បងប្អូនហើយនិយាយទៅអ្នកមកទាំងអស់គ្នានឹងភាគច្រើនរឹងប៉ឹងភាគតិចទេដែលទុនជ្រាយគាត់អត់សូវខំគាត់ដូចយើងថាមកឲ្យតែផុតពីផ្ទះអីចឹងទៅណាអញ្ចឹងក៏អត់សូវខំទេគាត់ថាហត់គាត់ខ្លាចហត់ហើយអាការហត់ហ្នឹងមិនមែនថាមិនចេះហត់ទេវាហត់ដូចតែគ្នាទេបងប្អូនដោយសារយើងតាំងចិត្តថាហត់យើងបធូរដៃបន្តិចទៅដល់ពេលយើងអន់ហត់ហើយយើងតម្លើងវិញមកហត់បធូរដៃបធូរជើងយើងទៅតែយើងតាំងចិត្តថាយើងធ្វើឲ្យបានគឺធ្វើបានហើយបើយើងថាយើងធ្វើមិនបានអាហ្នឹងរឿងរបស់យើងទៅបងប្អូនហើយខ្ញុំក៏មិនដឹងដែរតែសំខាន់ខ្លួនខ្ញុំធ្វើបានពេលហាត់អញ្ចឹងយើងហាមាត់ឲ្យខ្យល់នឹងចេញពីក្នុងពោះយើងទៅឧទាហរណ៍ដូចជាតិពុលអញ្ចឹងទៅសួតយើងគឺវាដំណើរការល្អហ្នឹងហើយបងប្អូនខ្ញុំជូនពរបងប្អូនទាំងអស់គ្នាសូមឲ្យមានសុខភាពល្អនិងសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅណាមកណាឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាសូមទេវតាលោកមានភ្នែកទឹកត្រជាទឹកតាមថែរក្សាក្រុមគ្រួសារបងប្អូនទាំងអស់ដែលចូលមើលវីដេអូខ្ញុំជួយចុច like ចុច comment និងចុច subscribe ហ្នឹងខ្ញុំសូមជូនពរហើយវីដេអូខ្ញុំក៏វាមិនមានអីច្រើនដែរមានតែប៉ុណ្្នឹងទេនឹងឲ្យសូមអរគុណបងប្អូនទាំងអស់គ្នាណាសូមសំណាងល្អនិងសុខភាពល្អអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាចាមានតែប៉ុណ្្នឹងទេហ្នឹងហើយខ្ញុំអត់មានពាក្យអីច្រើនទេបងប្អូនអើយមានតែប៉ុណ្្នឹងចំណុចដែលខ្ញុំ
និយាយនឹងចេញមកអស់ហើយចាអរគុណច្រើនអរគុណ